សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនៅបងប្អូនតលេងកោះរងជាមួយខ្ញុំពីរយប់ទាំងអស់គ្នាចង់ដឹងថាមានអីដើរលេងនៅកោះរងខ្លះបងប្អូនអាចមើលវីដេអូនេះពីដើមដល់ចប់បានណាអញ្ចឹងហើយខ្ញុំចាប់ផ្ដើមចេញដំណើរពីម៉ោង4កន្លះព្រឹកចេញពីបាត់ដំបងទៅចេញតាមណានេះបងប្អូនរនឹកសិនចាំមកផ្លេតចេញតាមព្រៃភ្នៅគឺថាខ្ញុំជិះម៉ូតូទៅមិនមែនជិះឡានទេគឺជិះម៉ូតូគឺថាឥឡូវយើងជិះបានមកដល់ពាក់កណ្ដាលផ្លូវហើយគឺថាមានជាការអស់សាំងហើយឥឡូវយើងមកដល់កំពង់សោមល្មមកាត់ទៅបងប្អូនមកឲ្យយូរមកឲ្យបងប្អូនធុញហើយរយៈពេលដែលខ្ញុំជិះហ្នឹងប្រហែលជា10ម៉ោងនេះហ្នឹងឯងបងប្អូនពីបាត់ដំបងមកបងប្អូនតែខ្ញុំជិះឈប់អញ្ចឹងហើយទ្រាំតែមកដល់កំពង់សោមនេះប្រហែលជាម៉ោង3កន្លះ4ហើយអញ្ចឹងយើងឡើងទូកអត់ទាន់ទេក៏សម្រាប់នៅកំពង់សោមមួយយប់ហើយព្រលឹមឡើងខ្ញុំកក់ទូកម៉ោង7កន្លះព្រឹកអញ្ចឹងហើយយើងត្រូវទៅឲ្យបានមុនម៉ោងដើម្បីទៅចាំទូកកុំឲ្យថាយើងទៅយឺតយ៉ាវអញ្ចឹងទៅទូកគេចេញទៅបាត់អញ្ចឹងយើងពិបាក delay ទៀតអត់កើតទេអញ្ចឹងយើងត្រូវទៅអង្គុយចាំត្រៀមចិត្តត្រៀមកាយដើម្បីពុលទូកឲ្យហើយចឹងណាបងប្អូនហើយឥឡូវឡើងមកដល់ទូកចាប់ផ្ដើមគ្លីងឃ្លោងហាត់ប្រេងខ្យល់តិចទៀតពុលហើយទូកក៏ចាប់ផ្ដើមចេញដំណើរទៅបន្តិចម្ដងមានជាការវិលមុខសើចង់ក្អួតចង់អោងគឺថាធម្មតាទេយើងចង់ដើរលេងសប្បាយត្រូវពុះពីបន្តិចទៅហើយឥឡូវយើងបានមកដល់កន្លែងស្នាក់ហើយយើងរៀបអវ៉ាន់រៀបចំខ្លួនជួលម៉ូតូដើម្បីជិះលុកលុយនៅលើកោះខ្ញុំមកនេះគឺឆ្នេរកោះតូចណាបងប្អូនគឺថាទេសភាពស្អាតសម្បូរទៅដោយប្រជាជនរស់នៅទេសភាពស្អាតតែម្ដងហើយឥឡូវកំពុងតែ check map check អីដើម្បីទៅគួរទៅឆ្នេរណាមុនហើយនេះខ្ញុំធ្វើដំណើរទៅឆ្នេរក្បែរឆ្នេរឡុងប៊ីចទេបងប្អូនហើយឥឡូវយើងឈរថតទេសភាពបន្តិចបន្ទាប់មកយើងទិញទឹកហើយក៏ចាក់សាំងថែមដើម្បីឲ្យពេញទៅកុំឲ្យអស់សាំងតាមផ្លូវអញ្ចឹងណាបងប្អូនអញ្ចឹងឥឡូវយើងជិះទៅខាងឆ្នេរឡុងប៊ីចប៉ុន្តែឡុងប៊ីចហ្នឹងកែមឡុងប៊ីចទេបងប្អូនអត់តន់ទៅដល់ឡុងប៊ីចប៉ិតទេវាជាប់អញ្ចឹងណាបងប្អូនចឹងឥឡូវយើងធ្វើដំណើរជិះទៅតាមផ្លូវហើយមានជាការក្លុកក្លាក់តិចតួចហើយតែកន្លែងហ្នឹងទៀតផ្លូវថ្នល់បេតុងហើយបងប្អូនឆ្ងល់ដែរតែបងប្អូននិយាយទៅឲ្យតែមកដល់សមុទ្រអូអារម្មណ៍នេះគឺថា fresh តែម្ដងវាបំបត្តិទុក្ខកង្វល់គ្រប់ប្រភេទវាលេង stress លេងអីឯងអញ្ចឹងបងប្អូនសាកមកធ្វើការហត់អីហ្នឹងអូយមកបងប្អូនធានាថាបានមកដល់លេងហើយយើងទៅវិញយើងមានអារម្មណ៍ធ្វើការគុណ3គុណ4អញ្ចឹងណាបងប្អូនហើយឥឡូវយើងមកដល់កន្លែងយើងហើយចោះថតមួយផ្លេតហ្នឹងប្រហែលជា100ប៉ុស5វីដេអូ6វីដេអូឯងបងប្អូនអើយគឺថាយើងមិនអាចរំលងបានទេនៅពេលដែលមកដល់ឃើញទេសភាពស្អាតចឹងយើងត្រូវតែថតរូបទុកជាអនុស្សាវរីយ៍ឯងត្រូវអត់វាមិនដែលថាមកដល់លេងហើយអត់ថតរូបវាមិនកើតចឹងណាបងប្អូនចាបងប្អូនបន្ទាប់ពីថតរូបហើយពួកខ្ញុំក៏បានចេញពីកន្លែងមិញដើម្បីបន្តដំណើរទៅឆ្នេរកោងកាងម្ដងបងប្អូនទៅមើលព្រៃកោងកាងច្រឡំឆ្នេរកោងកាងអញ្ចឹងយើងធ្វើដំណើរតែបន្តិចគឺនឹងដល់ហើយបងប្អូនអញ្ចឹងណាហើយឥឡូវខ្ញុំបានមកដល់ព្រៃកោងកាងហើយបងប្អូនអញ្ចឹងហើយយើងធ្វើដំណើរចូលទៅខាងក្នុងដើរមើលដើរអីថតបានច្រើនណាស់បងប្អូនអើយថតដើរមើលព្រៃព្រឹក្សាអ្នកតាវត្តមានដើមឈើតែអត់ទាន់សូវមានទឹកទេបងប្អូនប៉ុន្តែស្អាតបងប្អូនកុំភ្លេចចូលទៅលេងទាំងអស់គ្នាណាបងប្អូនបន្ទាប់ពីពួកខ្ញុំបានចេញពីនឹងទៅខ្ញុំក៏បន្តដំណើរទៅទៀតបងប្អូនអញ្ចឹងត្រឡប់ទៅឆ្នេរឡុងប៊ីកវិញទៅមើលថ្ងៃលិចនៅទីនោះអញ្ចឹងណាបងប្អូនហើយឥឡូវយើងមកដល់ឆ្នេរឡុងប៊ីកវិញហើយបងប្អូនអញ្ចឹងហើយយើងក៏កំងអីញ៉ាំខ្ញុំទៅនឹងញ៉ាំនំ2ហើយនឹងទឹកស្វាយកិនបងប្អូនស្វាយកិនហើយទេសភាពនៅឆ្នេរឡុងប៊ីកស្អាតបងប្អូនខ្សាច់សោកបោះតែម្ដងហើយមើលទៅទឹកសមុទ្រក៏កាន់តែស្អាតមានអារម្មណ៍ថា fresh ហើយកុំភ្លេចដាក់ឈុតទៅច្រើនណាបងប្អូនដូចខ្ញុំអញ្ចឹងនេះមួយថ្ងៃហ្នឹងនៅប្រហែលឈុតទេ3ឈុតទេហ្នឹងតិចល្ងាចតិចមានឈុតមើលថ្ងៃលិចផ្សេងដល់កអញ្ចឹងយើងដាក់អាយទៅច្រើននឹងខ្វះឲ្យទេសភាពថតរូបលេងស្អាតណាបងប្អូនហើយទៅដាក់ទៅច្រើនដាក់កុំប្រណីដៃដាក់ទៅពីវ៉ាលីទៅវគ្គនេះគឺញ៉ាំអីហើយញ៉ាំអាហារសម្រន់ហើយញ៉ាំនំញ៉ាំទឹកញ៉ាំអីហើយយើងចាប់ដើមចេញប្រតិបត្តិការថតរូបលេងថតវីដេអូលេងបងប្អូនអញ្ចឹងហើយយើងថតឲ្យអស់ចិត្តអស់ចង់
ដាក់ឲ្យច្រើនប៉ុសដាក់ឲ្យច្រើនវីដេអូដើម្បីយកវីដេអូចែកជូនបងប្អូនមើលឲ្យឃើញថាទេសភាពនៅស្រុកខ្មែរស្អាតប៉ុណ្ណាចាបងប្អូនអានេះកាត់តនំអូយចង់និយាយថាកាត់តហើយចុងក្រោយនំមកនៅក្រោយវិញដល់កឲ្យបានអញ្ចឹងឥឡូវរំហើយឥឡូវមកដល់ថ្ងៃលិចម៉ោមដូរឈុតដូរអីហើយដល់ថ្ងៃលិចម្ដងដល់កឲ្យនេះកាត់វិញវ៉ាន់ពេញហ្នឹងបងប្អូនមើលតារូបភាពទៅបានហើយបងប្អូនមើលតែទេសភាពទៅបានមិនមើលខ្ញុំមិនស្ដាប់ខ្ញុំនិយាយដង្វល់ហើយបងប្អូនអើយឥឡូវថ្ងៃលិចក៏បានលិចផុតទៅឥឡូវយើងនាំគ្នាទៅវិញដើម្បីងូតទឹកងូតអីរៀបចំខ្លួនញ៉ាំអាហារពេលល្ងាចហើយវីដេអូនេះកុំឲ្យវែងពេកអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយណាបងប្អូនអញ្ចឹងថ្ងៃនេះគឺដើរបានតែពីកន្លែងទេបងប្អូនអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយចង់ដឹងថាថ្ងៃស្អែកខ្ញុំដើរលេងបានប៉ុន្មានកន្លែងបងប្អូនកុំភ្លេចតាមដានទស្សនានៅវីដេអូក្រោយអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះអរគុណ